បាទពុកម៉ែបងប្អូនជាទីរាប់អានខ្ញុំបាទសូមជូនព័ត៌មានក្រមចំណងជើងថាលាក់លែងចិត្តឡាវរីយ៉ាឆ្ងល់រឿងកូនយំពេលប្តីដើរលេងអត់យកខ្លួនទៅតាមមានអីស្រាប់តែលោកឃើញគឹមហៀងបាទតវិញថាអ្នកនាងឡាវរីយ៉ានិងលោកប៉ូលីសរូបសង្ហាឈ្មោះហេងគឹមហៀងបានដឹកនាំគ្នាចូលរួមការតាមប្រពៃណីកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2021កន្លងទៅដោយគិតមកដល់នឹងពេលនេះរយៈពេលប្រមាណ1ឆ្នាំនិង2ខែហើយក្រោយរៀបការពួកគេក៏មានដំណត់ឈាមរួមគ្នាជាកូនប្រុសបន្ទាប់បាទពោះរយៈពេលប្រមាណ9ខែអ្នកនាងឡាវរីយ៉ាក៏បានឆ្លងកាត់ដោយជោគជ័យបាទដោយកាលពីថ្ងៃទី12ខែធ្នូឆ្នាំ2022ដោយមានឈ្មោះថាហៀងបាអារីយ៉ាផាយុហៅតនបាននិយាយពីលោកហេងគឹមហៀងវិញតែងតែដើរតួជាបុរសល្អតាំងតែពីមុនពេលរៀបការរហូតមកដល់ក្រោយរៀបការបើទោះធ្លាប់សាងកំហុសខុសតិចតួចធ្វើឲ្យភរិយាបានរង្គៀសចិត្តបាទក៏ដោយចុះលោកហេងគឹមហៀងបាទជាមនុស្សដឹងខុសកែទទួលស្គាល់កំហុសរបស់ខ្លួនចេះលួងលោមភរិយាជាមួយទៅនឹងការសន្យាធ្វើជាប្តីល្អពុកល្អជាបាទខែលដ៏ល្អការពារប្រពន្ធកូនគណៈឡារីយ៉ាបាទមាត់រឹងចិត្តទុនសម្ដីដែលអាក្រក់តែចិត្តល្អបាទជាស្ដែងថ្មីនេះទៅតែបង្ហោះសារហាក់មានរឿងជាមួយគ្នាបន្តិចស្រាប់តែពេលនេះពួកគេផ្អែមល្ហែមលើដើមបាននឹងមានបាទរឿងជាមួយគ្នាតិចតួចនោះអ្វីដែលតែងតែគួរឲ្យសរសើរលោកហេងគឹមហៀងថែមទាំងសាររូបភរិយានៅលើដើមទ្រូងថែមទៀតផងនិយាយដល់តនកូនរបស់ពួកគេវិញជារឿយគេឃើញនាងឡាវរីយ៉ាតែងតែបង្ហោះបាទរូបបាទថតសើចសប្បាយតែនៅថ្ងៃទី26ខែកុម្ភៈបែរជាបង្ហោះបាទរូបថតតនយំហើយពោលពាក្យថាឆ្ងល់នោះឆ្ងល់តាមប៉ាសុំទៅដើរលេងហើយមិនយកម៉ាមីទៅដឹងតែផាយុយំលួងមិនបាត់សោះម៉ាមីប្រាប់ហើយថាផាយុកុំធ្វើអញ្ចឹងអីឲ្យប៉ាដើរលេងខ្លះទៅគាត់មិនស្ដាប់ហើយយំកាន់តែខ្លាំងហើយផាយុប្រាប់ថាប៉ាត្រូវតែទៅនៅផ្ទះមួយម៉ាមីហើយជួយលក់លេផងចុះម៉ាក់វិញខូចផាយុបាទអត់ដោយឃើញភរិយាជាទីស្រឡាញ់របស់ខ្លួនពោលពាក្យដូចនេះស្រាប់តែលោកហេងគឹមហៀងខមមិនឆ្លើយតបផ្លែតបង្ហាញបាទក្បាច់ប្រពន្ធថាក្បាច់របស់ប្រពន្ធបាទឌៀមដាមយកប្តីបាទទប់ជើងព្រួលខ្លាចប្តីសុំទៅក្រៅមុនបាទប្តីដឹងហើយទៅបាទដូច្នេះព័ត៌មានគឺមានតែប៉ុណ្ណឹងដើម្បីកុំឲ្យបងប្អូនរងចាំយូរសូមមេត្តា like និង subscribe ទៅកាន់ channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានថ្មីៗបាទសូមអរគុណសូមជម្រាបលា